មួយមុខនេះក៏មករបៀបថាលងពុកម៉ែបងប្អូនដែលកំពុងអង្គុយដាក់ជាអុយនេះក៏ដេញតែត្រូវក្នួយគ្នាឯងមានប្រហុកមានលឹងគោយមានបន្លែស្រស់នេះតំណងដល់ហើយថ្ងៃនេះគ្រឿងយើងវិញទាំងអស់នេះក៏មាន3ជាលមួយជាលសម្រាប់ធ្វើទឹកប្រហុកហើយមួយជាលនេះក៏លក់ដែលយើងហូបជាមួយប្រហុកយើងហើយខាងនេះវិញក៏យើងមានលឹងគោនេះពេញមួយជាលឆ្អឹសតែម្ដងណែពុកម៉ែបងប្អូនចាសូមជម្រាបសួរបងប្អូនមីងមាននៅក្នុងប្រទេសយើងនេះដែលបានឃើញវីដេអូកនាងហើយថ្ងៃនេះក៏កនាងបានលើកមុខម្ហូបនេះចំហុយលឹងគោជាមួយទឹកប្រហុកហើយយើងមានលក់យើងនៅមានស្រស់ខ្លះយើងមានហូបស្រស់ខ្លះតែមកហូបមួយមុខនេះដូចមិនសូវត្រូវជាមួយការហូបបាយហូបអុយនៅឯងទេពុកម៉ែបងប្អូនអើយបើត្រូវសម្បើមណាស់នោះគឺត្រូវជាមួយតែនឹងអាជា100ស៊ីតែ1រៀលទេជាមួយកនាងជាដំបងនេះខ្ញុំក៏មកធ្វើគ្រឿងយើងនេះក៏មិនគ្រឿងធ្វើអុយទេគ្រឿងយើងសម្រាប់យើងដាក់ចំហុយលឹងគោហើយខ្ញុំនេះបានក្រាបមនុស្សនេះដាក់ទៅពេញជាលមនុស្សយើងនេះហើយបន្ទាប់មកនេះខ្ញុំមកហាន់គល់មកដេងយើងនេះស្ដើងបន្ទះរៀងធំតែស្ដើងដាក់ក្រាមអាសាទៀតហើយខ្ញុំមកដំជាមួយស្លឹកគ្រៃដំហើយហាន់មកត្រាំងដែរហើយក៏ដាក់ចូលពីលើបន្ទាប់ទៀតឯងញីស្លឹកក្រូចសើចដាក់ម្ដាយហើយម្ដាយទៀតវាឈ្ងុយកលាំងពេកណាបន្ទាប់មកក៏ខ្ញុំនេះបានលើកលឹងគោនេះដាក់ទៅក្នុងជាលយើងលើគ្រឿងទៅមិនយើងកុំឲ្យធ្លាក់នេះលឹងគោយើងទៅក្រមយើងដាក់ធ្វើមិនឲ្យបាននៅលើគ្រឿងចង្ហុយយើងក៏រៀបរយហើយក៏យើងយកមកដាក់វាចង្ហុយចោលទៅនេះដូចតែបានឃើញទេសភាពក៏ល្អថ្ងៃនេះងាកមកនេះវិញក៏យើងត្រូវមកធ្វើប្រហុកយើងនេះក៏មានរសជាតិដែលដូចតែបង្ហាញកមុកមុនអីតែនឹងអត់មានទេនេះប្រហុកថ្ងៃនេះក៏រសជាតិប្លែកថ្មីទៀតហើយពុកម៉ែបងប្អូននេះខ្ញុំត្រូវកញ្ច្រាំប្រហុកនិយាយមួយរយៈនេះកញ្ច្រាំឲ្យល្អិតហើយខ្ញុំដាក់ខ្ទឹមសហើយខ្ញុំមកហាន់ម្ដេងហាន់ស្ដើងកាលណាយើងកញ្ច្រាំឆាប់បាត់ម៉ត់កលនោះហើយនេះមានស្លឹកក្រូចសើចយើងហាន់ល្អិតតូចអញ្ចឹងហើយក៏ខ្ញុំដាក់កុហកកាហាយនេះមកក្តាប់ធំដែលនេះកញ្ច្រាំទៀតមកជីវិតនេះដេញតែល្មិចទេតែកញ្ច្រាំតែរហូតវីដេអូនេះចេញទៅមកតែកញ្ច្រាំនឹងបុកតបមកខ្ញុំក៏ដាក់ប៊ីចេងក៏បានម្សៅស៊ុបក៏បានតែមួយនេះតបមកក៏នេះដាក់មួយចានតណតហើយក៏ច្បាច់ក្រូចឆ្មាចូលសិនច្បាច់ដាក់យករសជាតិជូរហើរប្រៃមកល្មមកុំផ្អែមតែផ្អែមចប់ហើយវារៀងឆ្អាបរបស់ឆៅអញ្ចឹងណាទឹកដោះគោខាបខ្ញុំជំនួសស្ករសហើយនឹងស្ករត្នោតខ្ញុំច្បល់មកក៏ថែមទឹកក្តៅយើងយកមកល្មមទៅណាយើងកុំដាក់រាវពេកក៏កុំដាក់ខាប់ពេកក៏នេះជាមួយនឹងសណ្ដែកដី2 3ក្តាប់បោះចូលទឹកប្រហុកហើយខ្ញុំមកហាន់ជាមួយគល់ស្លឹកគ្រៃនេះយើងដាក់ទៅពេលហូបទៅវាឈ្ងុយក្នុងមាត់យើងចឹងទៅណាត្រូវថ្ងៃនេះខែភ្លឺផងក៏មានអុយនេះលឹងគោយើងនេះក៏ឆ្អិនហើយចង្ហុយឡើងមកសន្ទុះធំវាដែរនោះណាហើយពុកម៉ែបងប្អូនលឹងគោយើងឆ្អិនហើយមានអុយយើងមានតែយកទៅដាក់ទៅចាត់ការយើងឯងបបាក់ជានេះកាន់តែអេមស្រេមជាមួយនឹងមុខម្ហូបនេះគឺដូចខ្ញុំនិយាយឯងវាត្រូវតែជាមួយក្នួយគ្នាជាមួយអាជាទេសភាពយើងបន្ទាប់ពីភ្លៀងហើយនឹងនិយាយពីថោតិចមើលកញ្ចល់នេះមើលតាមជើងសបោនេះក៏ដេញហើយកញ្ចល់យកតែមែនទេបងប្អូនមីងមានដែលបានឃើញវីដេអូនេះហើយដែលបង្ហោះឡើងទៅដែលបានឃើញមុននេះបើថាមិនស្រក់ទឹកមាត់ស្រក់អុយខ្លះឬក៏លួចលេបទឹកមាត់កនាងដូចមិនសូវជឿណែឯងព្រោះអុយវានេះវាត្រូវក្នួយគ្នាលឹងគោយើងនេះវាជួយគ្រឿងខ្មែរយើងនោះត្រូវនឹងលក់ផក់ពេញមាត់ក៏ប្រហុកយើងយកតែមែនទេនិយាយពីថាចងាញ់ជាចុងវីដេអូនេះក៏កនាងសូមជម្រាបលាក៏សូមអរគុណពុកម៉ែបងប្អូនដែលបានជួយ like ជួយ share ជួយ follow នេះអាខនកនាងเพจកនាងនេះក៏ជូនពរសុខភាពល្អទាំងអស់គ្នាជួបគ្នាវីដេអូក្រោយទៀតណាចា